នៅក្នុងមហាវិទ្យាល័យពហុបច្ចេកវិទ្យាមួយបានរៀបចំកម្មវិធីជប់លៀងឆ្លងឆ្នាំអញ្ចឹងមហាវិទ្យាល័យបានអញ្ជើញសិស្សនិស្សិតទាំងអស់មកចូលរួមជប់លៀងហើយក៏អញ្ជើញឡើងជិះយន្តហោះដ៏ធំមួយដើម្បីធ្វើដំណើរកម្សាន្តហ្នឹងហើយនិស្សិតទាំងអស់ក៏បានឡើងជិះយន្តហោះនឹងជាមួយនឹងឪពុកម្ដាយផងដែរឡើងជិះយន្តហោះដ៏ធំនោះដោយសប្បាយរីករាយនៅពេលដែលរៀបនឹងចេញដំណើរទៅហើយលោកគ្រូជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យនោះក៏បានកាន់មីក្រូប្រកាសប្រាប់និស្សិតនិងអាណាព្យាបាលទាំងអស់ឲ្យបានដឹងថាយន្តហោះដែលពួកគាត់កំពុងតែជិះនេះគឺជាយន្តហោះដែលផលិតដោយក្រុមនិស្សិតនៃសាលានេះតែម្ដងបាទសូមអបអរសាទរនិស្សិតរបស់យើងហើយពួកយើងមានសំណាងណាស់តែបានសាកល្បងយន្តហោះនេះមុនគេបង្អស់បាទសឹងអញ្ចឹងសូមអញ្ជើញធ្វើដំណើរដោយសុវត្ថិភាពបាទគ្រាន់តែលោកគ្រូនឹងគាត់ប្រកាសចប់ឪពុកម្ដាយសិស្សនិស្សិតទាំងអស់នាំគ្នាជ្រួលរត់ចេញពីលើយន្តហោះនឹងទាំងអស់គ្នាបាទប្រជែកគ្នាសូម្បីតែឧទ្ទេសយន្តហោះហ្នឹងក៏រត់ចូលដែរនៅក្នុងចំណោមនោះមាននិស្សិតម្នាក់គាត់អត់មានភ័យអត់មានរត់ទៅណាទាំងអស់អត់ងើបទៅណាទេគាត់អង្គុយនឹងកៅអីរបស់គាត់ដោយភាពស្ងៀមស្ងាត់លោកសាស្ត្រាចារ្យហ្នឹងគាត់ឆ្ងល់គាត់ក៏ទៅសួរថាម៉េចបានប្អូនមិនរត់ដូចគេនិស្សិតថាអត់ទេលោកគ្រូខ្ញុំមានទំនុកចិត្តទៅលើសាលារបស់យើងអូអូនមានទំនុកចិត្តទៅសាលាគាត់សប្បាយចិត្តណាខ្ញុំមានទំនុកចិត្តទៅលើនិស្សិតរបស់យើងគាត់សប្បាយចិត្តមែនទែនគឺសូប្អូននឹងនិយាយខ្ញុំអត់ចាំបាច់ក្នុងការរត់ចុះពីលើយន្តហោះដូចអ្នកផ្សេងទៀតទេព្រោះថាយន្តហោះនេះបើផលិតដោយក្រុមនិស្សិតរបស់យើងខ្ញុំជឿជាក់ថាវាមិនអាចសូម្បីតែហោះឡើងលើផងអញ្ចឹងខ្ញុំមិនត្រូវភ័យទេបាទចំណងដៃចុងឆ្នាំអរគុណ